ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងទៅមើលថ្ងៃរៀបលិចនៅក្រោយផ្ទះរបស់នាងខ្ញុំតើស្អាតប៉ុណ្ណាទៅហើយខ្ញុំក៏មិនទៅម្នាក់ឯងដែរគឺខ្ញុំទៅជាមួយឆ្កែរបស់ខ្ញុំអូខេឥឡូវយើងដើរមកដល់ទីតាំងហើយគឺស្អាតមែនតើគ្រាន់តែមកដល់ភ្លាមពួកឆ្កែខ្ញុំគាត់ចាប់ផ្ដើមចុះលូតទឹកតែម្ដងដោយសារក្តៅសួស្ដីប្រូមានអ្នកណាស្គាល់នេះអត់អ្នកគ្នាខ្ញុំផ្លេចបាត់ហើយកាលពីក្មេងខ្ញុំចូលចិត្តលេងណានេះខ្ញុំចូលចិត្តលេងបោះវាចេះឲ្យវាហើរតាមខ្យល់ចាំមើលនេះឃើញអត់អ្នកគ្នាថ្ងៃចិត្តលេចហើយអ្នកទាំងអស់គ្នានេះបាយចិត្តអត់ប្រូបានមកលេងចឹងនេះអូមកប្រូនេះសប្បាយហ្មងណាយាយអើយសប្បាយអត់បាយអត់ប្រូប្រូនេះឲ្យថាបានមកលេងវាស្រ័យចឹងគឺគាត់សប្បាយរីករាយមែនតើនេះឥឡូវដោយសារតែថ្ងៃវាលិចបាត់ហើយឥឡូវយើងធ្វើការទៅផ្ទះវិញហើយនេះថ្ងៃលិចបាត់ទៅហើយអ្នកទាំងអស់គ្នាអើយមើលបានតែមួយផ្លែតOh my god! Wow! សួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបេសកកម្មពិសេសគឺម៉ែឲ្យទៅសាស្រូវ Oh my god wow ហើយថាតើខ្ញុំប្រើរយៈពេលអស់ប្រហែលនាទីបងប្អូនទាំងអស់គ្នាចាំទស្សនាទាំងអស់គ្នាឥឡូវនេះម៉ោង 2:55 នាទីហើយចាំមើលថាតើអស់ប្រហែលនាទីដើម្បីយើងទៅសាស្រូវបានយើងត្រូវតែយកសម្ភារៈជាមុនសិនអូខេឥឡូវសម្ភារៈដែលយើងរកបានគឺគ្រប់គ្រាន់អស់ហើយទៅធ្វើការទៅសាស្រូវទាំងអស់គ្នាឥឡូវយើងធ្វើការកាប់បានមួយបេហើយអ្នកនរគ្នាអូខេបេទី2ហើយអ្នកគ្នាអូខេអានេះជាបេទី3ហើយអ្នកគ្នាអានេះអត់បានមកបេស្រួលបួទេចុងក្រោយគេគឺអាចនិយាយបានថាវាកន្លះបេចាអូខេឥឡូវយើងកាប់រួចហើយគឺកាប់រួចនៅម៉ោង 3:20 នាទីគឺយើងប្រើពេលអស់25នាទីកាប់រួចយោយអ្នកទាំងអស់គ្នាអើយស្មោះឲ្យឧស្សាហ៍ទៀតរកណាបានអ្នកគ្នាស្មោះឲ្យឧស្សាហ៍នេះមិនងាយមានទេណា